សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូសម្រាប់រឿងបាល់ឡាំងស្រេចដាវភាគទី1ដើមនៅសាច់រឿងនេះផងដែរគឺយើងបានឃើញព្រៃប្រឹក្សារួមទាំងក្មេងប្រុសម្នាក់ដែលកំពុងតែធ្វើការលោតហក់ទៅលើព្រៃឫស្សីទៅវិញទៅមកបន្ទាប់មកក៏បានលោតមកដល់កន្លែងតាចាស់មួយដែលកំពុងអង្គុយលើប៉ៅអ៊ីនៅក្មេងប្រុសម្នាក់នេះមានឈ្មោះថា John Ipai ចំណែកឯតាចាស់ម្នាក់នេះគឺជាលោកគ្រូរបស់ John Ipai ហើយក៏បាននិយាយទៅអឡដាតែឯងដឹងទេថាថ្ងៃនេះគឺជាថ្ងៃអ្វីហើយឥឡូវនេះគឺជាថ្ងៃត្រង់ទៅហើយឯងសុខចិត្តត្រឡប់មកវិញហើយ Ipai ក៏បានតបទៅលោកគ្រូទៅតើលោកគ្រូមិនបាននិយាយថាខ្ញុំនឹងត្រូវរងចាំរហូតដល់អាយុ18ឆ្នាំទេទើបចាក់ចេញតើខ្ញុំគួរតែចាក់ចេញដែរឬទេឥឡូវនេះគឺខ្ញុំគ្រាន់តែរៀបនឹងចាក់ចេញតែប៉ុណ្ណោះហើយវាប៉ុណ្ណាគឺខ្ញុំត្រូវទៅលាមិត្តភ័ក្តិរបស់ខ្ញុំជាមុនសិនខ្ញុំខ្លាចថាខ្ញុំមិនដឹងថាពេលណាដែលខ្ញុំត្រូវត្រឡប់មកវិញនោះទេលោកគ្រូអនុញ្ញាតឲ្យពួកគេនឹងគឺនៅជាមួយនឹងលោកគ្រូទៅថ្ងៃនេះលោកគ្រូឯកាគ្រូក៏មកឆ្លើយតបទៅវិញទៅខ្ញុំមកខ្លួនឯងហើយអញ្ចឹងប៉ុន្តែឯងហ្នឹងគឺຕົកខ្លួនឯងទៅនៅបិសាចទៅតុយរបស់ឯងហ្នឹងខ្ញុំនេះគឺមិនត្រូវការនោះទេអ៊ីប៉ៃក៏បាននិយាយទៅធ្វើល្អហើយបើជាមិនបានល្អហើយឡើយឥឡូវនេះគឺពេញកំឡោះទៅហើយឯងគឺដល់ពេលត្រូវរកប្រពន្ធមួយដែរហើយគាត់ក៏បានទាញដាវហ្នឹងបោះទៅឲ្យអ៊ីប៉ៃទៅឯងយកដាវនេះចូលទៅកាន់រាជវាំងទៅដើម្បីធ្វើការបំពេញកិច្ចសន្យាកាលពី20ឆ្នាំមុនដើម្បីរៀបការជាមួយនឹងព្រះនាងអ៊ីប៉ៃក៏បានឆ្លើយតបទៅវិញតើព្រះនាងបែបណាដែរទៅហើយដាវនេះគឺជាញើសឈាមរបស់លោកគ្រូតើលោកគ្រូសុខចិត្តឲ្យវាមកខ្ញុំដែរមែនលោកគ្រូក៏បានឆ្លើយតបទៅសិតទៅប្រសិនបើជាខ្ញុំមិនឲ្យទៅឯងនោះទេឯងគឺមិនមានសមត្ថភាពដើម្បីចូលទៅក្នុងវាំងនោះដែរត្រូវហើយទោះបីជាសមត្ថភាពកម្លាំងរបស់ឯងពេលនេះគឺបានឈានដល់កម្រិតខ្ពស់មួយទៅហើយនោះប៉ុន្តែនៅពេលដែលឯងចេញទៅខាងក្រៅឯងត្រូវតែរក្សាតម្រង់ខ្លួនឯងនឹងគឺឲ្យទាបកុំក្អេងក្អាងឲ្យសោះដើម្បីជៀសវាងនៅគ្រោះថ្នាក់ដងធ្ងន់ធ្ងរណាមួយកើតឡើងលើពីនេះទៅទៀតណាឡើយឯងកុំខ្ជិលនៅក្នុងការវឹកហាត់ឲ្យសោះទម្លុះកម្រិតទៅអាណាចក្រដៅព្រះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយលើកដំកើងនៅមុខមាត់របស់លោកគ្រូដែលមានពីមុនមកណាអ៊ីប៉ៃក៏បានឆ្លើយទៅគឺខ្ញុំបានហាត់អស់ជាច្រើនឆ្នាំមកហើយមើលមិនឃើញសំបីតែសំអល់អាណាចក្រដៅព្រះផងវាពិតជាការពិតណាស់មនុស្សម្នាក់គឺត្រូវតែរក្សាតម្រង់ខ្លួនឯងនឹងគឺឲ្យទាបបំផុតប៉ុន្តែរឿងរកប្រពន្ធនេះតើលោកគ្រូអាចឲ្យខ្ញុំនឹងគិតអំពីវាបន្តិចសិនតើបានទេខ្ញុំគឺបានលើថាស្ត្រីទាំងអស់ដែលនៅខាងក្រៅនោះគឺសិតតែកាចសាហាវឆ្នះឆ្នើមខ្លាំងណាស់ហើយតរំតែជាប្រនាងទៀតនោះតែមិនដឹងថាការយ៉ាងណាទៅលោកគ្រូក៏បានតបទៅសិស្សវិញបើសិនបើជាឯងនឹងឈានដល់កម្រិតនៃដៅព្រះតើអ្វីគឺជាភាពខុសគ្នារវាងភាពកាចសាហាវនិងកាចសាហាវទៅវាទាំងអស់នេះគឺដូចជាអំពីដៅមួយតែប៉ុណ្ណោះឯងអ៊ីប៉ៃក៏បានប្រាស់ខ្លួនដេកទៅលើនឹងបន្តិចទៅលោកគ្រូក៏បានធាក់មួយជើងប៉ើងតែម្ដងតែឯងកំពុងតែដេកនៅធ្វើអ្វីនៅទីនោះឆាប់ក្រោកឡើងហើយខ្ចប់កៅអៅរបស់ឯងនឹងគឺចាក់ចេញទៅអ៊ីប៉ៃក៏ក្រោកឡើងក៏បានបន្តលោកគ្រូពិតជាសាហាវពេកហើយតាចាខ្ញុំទើបតែត្រឡប់មកវិញសោះហ្នឹងលោកគ្រូក៏បានបន្តទៅឯងឈប់និយាយទៅវាមិនសមហេតុផលទេហើយក៏ចាក់ចេញពីទីនេះទៅលោកគ្រូក៏ដើរសម្ដៅចូលទៅក្នុងផ្ទះអ៊ីប៉ៃក៏បានហេលោកគ្រូទៅចង់ឲ្យខ្ញុំទៅឆ្ងាយហើយតែមែនទេខ្ញុំនឹងមិនទៅនោះទេខ្ញុំគឺចង់នៅទីនេះហើយញ៉ាំអាហាររបស់លោកគ្រូរួមទាំងផឹកស្រាជាមួយនឹងលោកគ្រូផងដែរគេនៅតែញោះជាមួយនឹងលោកគ្រូគេបន្តិចចុះបន្តិចឡើងទៅក៏ស្រាប់តែផាច់ប៉ាំងចេញពីផ្ទះតែម្ដងគេក៏បាននិយាយទៅពិតជាកាយសាហាវខ្លាំងណាស់គ្រាន់តែនិយាយលេងសោះហ្នឹងតមកគេក៏បានដើរចាក់ចេញមកចូលទៅក្នុងព្រៃវិញពេលនោះគេក៏បានឮសំឡេងមនុស្សស្រែកហើយក៏បានរត់ទៅរកមើលទៅមានមនុស្សដែលជាពូជពងចចកហ្នឹងក៏បានដេញនៅនារីម្នាក់នេះគឺបានកាន់ផ្កាមួយដែលធ្វើឲ្យចចកនោះបានដេញតាមប្រហារនាងហើយនាងមើលទៅដូចជាហាក់បីដូចជាមានរបួសបរិសសង្ហាកាន់នៅដំបងមួយនេះក៏បានសែកទៅឈប់ភ្លៀងគ្នាគេជាច្រើនបានដេញពីក្រោយផងហើយក៏បានស្ទាក់មុខផងដែរមិនថាមានរឿងអ្វីក៏ដោយខ្ញុំក៏ជាអ្នកវឹកហាត់ដែរកម្រិតទី4ដែរតើខ្ញុំអាចឲ្យឯងគ្រប់គ្រងខ្ញុំបានដោយរបៀបណាទៅភ្លាមធម៌ពលរបស់នាងក៏បានសាយភីពេញនឹងផងដែរបរិសសង្ហាសសនេះក៏បានបន្តនិយាយចុះដែរកម្រិតទី4ហ្នឹងវាយ៉ាងម៉េចវិញទៅនាងមិនអាចរត់គេចពីខ្ញុំបានទេថ្ងៃនេះគេក៏បានពជាកូនចៅចចរបស់គេចូលទៅវាយប្រហារពួកគេក៏បានឡើងពាន់នាងដោយប្រើនៅក្បួនសម្លេងបន្លឺឡើងលូដូចជាឆ្កែអញ្ចឹងឯងសម្លេងទាំងអស់នេះក៏បានធ្វើឲ្យប៉នាងក៏បានចាប់ខ្លាំងណាស់ព្រោះតែសម្លេងនេះបានរំខានទៅដល់ចិត្តគំនិតរបស់នាងផងដែរចំណែកឯបរិសសនេះក៏បានឲ្យអ្នកទាំងអស់គ្នានោះចាក់ចេញពីផ្លូវរបស់គេដែរទុកឲ្យគេនឹងគឺដោះស្រាយជាមួយនឹងនាងម្ដងគេក៏បានធ្វើការលោតទៅវាយមួយដំបងទៅប៉ុន្តែអ៊ីប៉ៃក៏បានចូលមកជួយនាងតាន់សម្រាប់អ៊ីប៉ៃក៏មិនធម្មតាដែរក៏ធ្វើឲ្យព្រះនាងនឹងក៏បានមើលមុខរបស់អ៊ីប៉ៃអស់រយៈពេលយ៉ាងយូរអ៊ីប៉ៃក៏បានបន្តនិយាយទៅកាន់មនុស្សចចហ្នឹងតែឯងធ្វើបាបមនុស្សស្រីធម្មតាម្នាក់ឯងមិនខ្មាស់គេទេបុត្រាចចនេះក៏បាននិយាយទៅមនុស្សម្នាក់ទៀតហើយដែលមករកសេចក្តីស្លាប់ថ្ងៃនេះខ្ញុំនឹងបញ្ជូនឯងទៅនៅជាមួយនឹងគ្នាតែម្ដងកូនចៅរបស់គេក៏បានរត់សម្ដៅទៅរកគេទាំងពីរនាក់នោះ
ដើម្បីធ្វើការវាយប្រហារចំណែកឯគេវិញក៏បានដកព្រួញក៏បាញ់សម្ដៅទៅរកអ៊ីប៉ាយនិងព្រះនាងក៏បានគេចផុតហើយលួចវាយប្រហារមនុស្សពីក្រោយបែបហ្នឹងហើយចុះថ្ងៃនេះហាក់បីដូចជាខ្ញុំហ្នឹងមិនមានចិត្តល្អជាមួយនឹងពួកឯងទៀតនោះទេវត្រាចចក៏បានបន្តម្ដងមើលទៅឯងនេះគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះតើអ្នកណាហ្នឹងគឺផ្ដល់ភាពក្លាហានមកឲ្យឯងទៅតែហ៊ានរៀបរៀងនៅសកម្មភាពរបស់វត្រាចចដូចជាយើងបើសិនបើជាឯងលុបជង្គង់អង្គវសុមេតានោះយើងនឹងប្រហែលជាអាចទុកស័ក្តិសមអីទាំងមូលបានបន្ទាប់មកគ្រាន់តែបកលផ្កាឈូកប្រណិមឲ្យខ្ញុំមកបានហើយប្រហែលជាខ្ញុំនឹងគឺអាចឲ្យពួកឯងនឹងចាក់ចេញបានអ៊ីប៉ាយក៏បានសួរទៅពនាងទៅតានាងគឺបានលួចផ្កាព្រិលរបស់គេពិតមែនពនាងក៏បានគិតក្នុងចិត្តទៅថានាងកំពុងតែត្រូវរបួសគាត់មិនអាចទាញអ៊ីប៉ាយរបស់យើងនឹងឲ្យធ្លាក់ចុះជាមួយនឹងនាងបានឡើយនាងបានបន្តដើរទៅខាងមុខរួចហើយក៏បាននិយាយខ្ញុំគឺជាមនុស្សដំបូងដែលបានរកឃើញនៅផ្កាមួយនេះខ្ញុំគឺអាចឲ្យឯងបានប៉ុន្តែឯងត្រូវសន្យាថានឹងអនុញ្ញាតឲ្យពួកយើងនឹងចាក់ចេញទៅត្រាចចក៏បានបន្តដរាមណានាងប្រកល់ផ្កាឈូកព្រិលនេះមកឲ្យខ្ញុំហើយលុតជង្គង់ចុះនោះខ្ញុំនឹងពិចារណាវាលោកមើលពនាងក៏បានឆ្លើយតបទៅវិញតែគឺចង់ឲ្យខ្ញុំនឹងលុតជង្គង់ចុះឯងដេកយល់សពទៅចាប់តាំងពីឯងមិនចង់បានទៅហើយនោះខ្ញុំក៏មិនគួរសមជាមួយនឹងឯងទៀតដែរពនាងក៏បានប្រើយុទ្ធសាស្ត្របន្តិចឬហើយក៏បានឲ្យផ្កានឹងចូលទៅក្នុងមាត់របស់ពនាងតែម្ដងចំណែកអ៊ីប៉ាយក៏បាននិយាយទៅតានាងក៏ចង់កែលម្អផ្កាដោយបែបនេះតែមែនទេធម្មពលរបស់នាងក៏បានសាយភាយយ៉ាងសន្ទុះសន្ថៅបត្រាចចក៏បាននិយាយទៅនាងពិតជាប្រហែលណាស់ខ្ញុំនឹងហែកញឹងគឺជាបំណែកតែម្ដងអ៊ីប៉ាយក៏បានឆ្លើយតបព្រាមផ្កានេះគឺมันមានម្ចាស់នោះទេអ្នកណាដែលយកបានមុននោះគឺជាម្ចាស់ហើយលើពីនេះទៅទៀតនោះឯងក៏អាចរកនៅកន្លែងផ្សេងទៀតបានដែរបត្រាចក៏បានបន្តនិយាយខ្ញុំនឹងស្លាប់ឯងជាមុនអាមលើឈួតបន្ទាប់មកខ្ញុំនឹងស្លាប់នាងតាមក្រោយអ៊ីប៉ាយក៏បានឲ្យប៉ានាងទៅម្ខាងទៅខ្ញុំនឹងដោះស្រាយជាមួយនឹងគេបត្រាចក៏បានធ្វើការលោតចូលទៅវាយមកដបងខុសពីដបងខុសអ៊ីប៉ាយគិតបានរហូតតែម្ដងក៏បានកាប់គេប្រមាណដើរទៅប៉ុន្តែគេក៏រងជាប់បន្ទាប់មកហើយពួកគេក៏នៅតែផ្ទុះអាវុធជាមួយនឹងគ្នាទៅលើហ្នឹងបន្ទាប់មកអ៊ីប៉ាយក៏បានដាក់គេមកជើងឲ្យប៉ៅមកក្រោយវិញបត្រាចនៅតែស្ទុះចូលបន្ទាប់មកអ៊ីប៉ាយក៏បានដកដៃឈើរបស់គេយកមកកវាសមិនតិចទៅធ្វើឲ្យគេរបួសដៃធ្លាក់នៅដំបងរបស់គេបាត់ទៅហើយគេក៏បាននិយាយទៅតាមមនុស្សនេះអាចធ្វើឲ្យខ្ញុំរបួសដោយរបៀបណាបានវាហាក់បីដូចជាអាដិតនេះមើលទៅដូចជាខ្លាំងគួរសមកូនចៅចចពីក្បាលក៏បានធ្វើការរត់ចូលទៅអ៊ីប៉ាយក៏បានកវាសដៃមកឆាច់យុទ្ធសិលក៏បានធ្វើការបុកទៅលើនឹងមនុស្សចចទាំងពីរនោះប៉ើងមកក្រោយវិញអាឡែម្នាក់នេះពិតជាពិបាកដោះស្រាយជាមួយនឹងវាណាកូនចៅរបស់គេក៏បានរត់មកយ៉ាងច្រើនពីក្រោយមករួចហើយក៏បានធ្វើការគោរពទៅព្រះអង្គម្ចាស់របស់គេក៏បានបញ្ជាឲ្យពួកគេនឹងថែពួកគេនឹងជាបំណែកជាដុំទៅអ៊ីប៉ាយក៏ឲ្យពនាងនឹងទៅរកកន្លែងសុវត្ថិភាពទៅពួកឆ្កែចចតូចអស់នេះទៅឲ្យគេជាអ្នកចាត់ការជាប់មកក្បាលក៏បានកាច់ដៃកាច់កបន្តិចមករួចក៏បាននិយាយឯងគ្រាន់តែជាក្មេងមិនទាន់ជួបអាចក្បីទៅលើក្បាលតែប៉ុណ្ណោះសម្រាប់ឯងយើងគ្រាន់តែចាត់ការតែយើងម្នាក់គឺគ្រប់គ្រាន់ហើយពនាងក៏បានលន់មាត់មិនអត់ទេចចមកក្បាលនេះគឺកម្រិតទី4ទៅហើយចក៏បានបញ្ចេញនៅធម្មពលរបស់គេយ៉ាងខ្លាំងក្លារួចក៏បានស្ទុះទៅក្រោយមកយើងឃើញថាសាច់រឿងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយក៏សូមអភ័យទោសបើសិនជាមានពាក្យពេចន៍កន្លែងណាមួយឬលួសខ្វះខាតសូមបងប្អូនអធិស្ឋានជួបគ្នានៅឱកាសក្រោយ